លោកហ៊ានខ្ញុំត្រឡប់មកវិញហើយខ្ញុំនឹកអូនខ្លាំងណាស់យើងលែងលះគ្នាទៅតើអូនកំពុងនិយាយពីអ្វីហ្នឹងតើខ្ញុំមិនល្អចំពោះអូនគ្រប់គ្រាន់មែនទេពេជ្រឡានកាបូបម៉ាកល្បីអ្វីដែលអូនចង់បានខ្ញុំឲ្យអូនទាំងអស់របស់ទាំងអស់នេះខ្ញុំលែងចង់បានទៀតហើយខ្ញុំគ្រាន់តែចង់លែងលះជាមួយលោកប៉ុណ្ណោះកុំលើកយកបញ្ហានេះមកនិយាយទៀតតើអូនយល់ទេនេះហើយជាមូលហេតុដែលខ្ញុំចង់ចាកចេញពីលោកខ្ញុំសុំទោសម៉ាន់ឈៀងខ្ញុំខុសហើយខ្ញុំគ្រាន់តែខ្លាចបាត់បង់អូនពេកខ្ញុំសន្យាខ្ញុំនឹងមិនវាយអូនទៀតទេលែងខ្ញុំទៅម៉ាន់ឈៀងយើងមានកូនម្នាក់ទៅបើមានកូនអូននឹងមិនចង់ចាក់ចេញពីខ្ញុំទេមានកូនម្នាក់ទៅតើលោកឈួតមែនទេលោកដូចជាឪពុករបស់លោកអញ្ចឹងមិនមែនជាស្វាមីល្អហើយក៏រឹតតែមិនមែនជាឪពុកល្អដែរប្រហែលជាឥឡូវមិនមែនទេប៉ុន្តែបន្តិចទៀតនឹងក្លាយជាមិនខានបើមានកូនហើយពួកយើងទាំង3នាក់នឹងមានសុភមង្គលខ្លាំងណាស់តើត្រូវធ្វើដូចម្ដេចទើបលោកព្រមលែងខ្ញុំមិនមានថ្ងៃនោះឡើយមិនថាជារាងកាយឬព្រលឹងរបស់អូនទេគឺជារបស់ខ្ញុំទាំងអស់ខ្ញុំនាំអូនទៅញ៉ាំបាយខ្ញុំដឹងថាអូននៅខឹងនឹងខ្ញុំប៉ុន្តែបាយនៅតែត្រូវញ៉ាំប្ដូរម្ហូបថ្មីរហូតដល់ប្រពន្ធខ្ញុំពេញចិត្តចាសោះខ្ញុំទៅទទួលទូរស័ព្ទបន្តិចតិចទៀតខ្ញុំមកវិញហើយគូម៉ាន់ឈីងចេញមកដឹងទេថាខ្ញុំជាអ្នកណាហ៊ានរារាំងខ្ញុំផងចេញឲ្យឆ្ងាយតើអ្នកម៉ាក់មកទីនេះធ្វើអីសុំទោសបងស្រីខ្ញុំខាត់គាត់មិនឈ្នះខ្ញុំនឹងនាំគាត់ទៅឥឡូវហើយទៅណាពួកឯងជាបងប្អូនបង្កើតនឹងគ្នាហេតុអ្វីនាងមានប្តីអ្នកមានហើយល្អដាក់នាងម្លេះម៉ាក់មិនមែនអញ្ចឹងទេកុំខឹងអីមិនអីទេយ៉ាងណាក៏គាត់មិនមែនជាម៉ាក់បង្កើតរបស់ខ្ញុំដែរចុះគឺស៊ីនជាប្អូនស្រីបង្កើតរបស់ឯងមែនទេចាប់តាំងពីឪពុករបស់ឯងស្លាប់ទៅគាត់មិនបានឲ្យលុយចិញ្ចឹមខ្ញុំមួយរៀលទេឯងត្រូវតែសងបំណុលនេះប្អូនស្រីខ្ញុំនឹងមើលថែប៉ុន្តែខ្ញុំនឹងមិនឲ្យលុយអ្នកម៉ាក់មួយរៀលទៀតទេខ្ញុំដឹងថាលុយថ្លៃចំណាយដែលខ្ញុំឲ្យប្អូនស្រីសុទ្ធតែត្រូវអ្នកម៉ាក់យកទៅលេងល្បែងទាំងអស់ចុះយ៉ាងម៉េចឲ្យតែឯងនៅមានដង្ហើមខ្ញុំនៅតែជាម៉ាក់របស់ឯងក្នុងនាមលុយនេះឯងចង់ឲ្យក៏ត្រូវតែឲ្យមិនចង់ក៏ត្រូវតែឲ្យលុយខ្ញុំអាចឲ្យបាននៅតែលោកសេដ្ឋីចិត្តទូលាយលោកចង់ធ្វើអីហ្នឹងប្រពន្ធខ្ញុំនិយាយហើយថានឹងមិនឲ្យលុយថ្លៃចំណាយដល់អ្នកឯងទៀតទេអ្វីដែលខ្ញុំទើបតែឲ្យមុននេះគឺជាថ្លៃម្រាមដៃពីររបស់ឯងបងស្រីជួយផងលែងម៉ាក់ខ្ញុំទៅខ្ញុំខុសហើយថ្ងៃក្រោយឯងនៅហ៊ានមករំខានប្រពន្ធខ្ញុំទៀតទេខ្ញុំមិនហ៊ានទៀតទេមិនហ៊ានដាច់ខាតចេញទៅលោកស្រីម្ហូបថ្មីរៀបចំរួចរាល់ហើយ
ញ៉ាំទៅកុំឲ្យខូចសុខភាព លោកម្ចាស់ពិតជាល្អចំពោះលោកស្រីខ្លាំងណាស់ ទៅយករបស់ដែលខ្ញុំបានរៀបចំទុកមក ចាសក្នុងក្រសែភ្នែកអ្នកអតីលោកល្អគ្រប់ដប់ប៉ុន្តែមានតែខ្ញុំទេដែលដឹងថាធាតុពិតរបស់លោកជាមនុស្សបែបណា អបអសាតូម៉ាន់ឈីងនេះគឺជាវិញ្ញាបនបត្រពានរង្វាន់របស់ប្អូននៅក្នុងពិព័រណ៍សិល្បៈនៅប្រទេសស្វីសខ្ញុំដឹងថាប្អូននឹងធ្វើបានសម្រេចមិនខាន អរគុណច្រើនបងប្រុស ចាំខ្ញុំជួយ មិនដែរចេញក្រៅយូរពេកហើយខ្ញុំនាំអូនត្រឡប់ទៅផ្ទះវិញតើលោកជាអ្នកណាលោកកំពុងធ្វើអ្វីហ្នឹង ពួកយើងគ្មានអ្វីនឹងគ្នាទេគាត់គ្រាន់តែជាច្បងរបស់ខ្ញុំម្នាក់ដែលយកវិញ្ញាបនបត្រពានរង្វាន់មកឲ្យខ្ញុំប៉ុណ្ណោះ ខ្ញុំជឿអូនអង្គុយចុះទៅខ្ញុំមានកាដូជូនអូន នេះគឺជាម្រាមដៃបីរបស់វាដែលបានប៉ះពាល់អូននៅថ្ងៃនេះ គុំលោកគឺជាមនុស្សឆ្កួតសុទ្ធសាធ មែនហើយខ្ញុំឆ្កួតគឺឆ្កួតព្រោះស្រឡាញ់អូនខ្ញុំមិនអនុញ្ញាតឲ្យនរណាម្នាក់ប៉ះពាល់អូនសូម្បីតែបន្តិចឡើយ ខ្ញុំជាមនុស្សមិនមែនជាកម្មសិទ្ធិឯកជនរបស់លោកទេ តើវាខុសគ្នាត្រង់ណាអ្វីគ្រប់យ៉ាងគឺជាកម្មសិទ្ធិរបស់ខ្ញុំជិតដល់ថ្ងៃខួបកំណើតអូនហើយខ្ញុំនឹងរៀបចំពិធីខួបកំណើតឲ្យអូនឲ្យបានអធិកអធមដល់ពេលនោះខ្ញុំនឹងអញ្ជើញអ្នកម៉ាក់និងប្អូនស្រីឲ្យមកចូលរួមអបអរសាទរជាមួយអូន សប្បាយចិត្តឡើងមើលលោកស្រីឲ្យជាប់កុំឲ្យនាងដើរផ្ដេសផ្ដាស បាទចាសម៉ាន់ឈីងបងស្រីរ៉ូបរបស់បងស្អាតខ្លាំងណាស់ទោះបីជាស្អាតយ៉ាងណាក៏ដោយក៏នៅតែជាកូនស្រីអ្នកលក់បន្លែដែរបាទប្រញាប់មកកាត់សាច់ឲ្យខ្ញុំភ្លាមមកមនុស្សមិនដឹងខ្យល់អីសោះមិនដឹងជាចូលគ្រួសារសេដ្ឋីតាមរបៀបណាទេ